ភ្នំភ្លើង Lewotobi Laki-Laki របស់ឥណ្ឌូនេស៊ីបានផ្ទុះឡើងបណ្ដាលឲ្យជើងហោះហើរនៅលើកោះបាលីមួយចំនួនត្រូវបានលុបចោល។ អាជ្ញាធរបាននិយាយថាការផ្ទុះភ្នំភ្លើង Lewotobi Laki-Laki របស់ប្រទេសឥណ្ឌូនេស៊ីបានបញ្ចេញផេះដែលមានកម្ពស់ដល់ទៅជាង8គីឡូម៉ែត្រឬស្មើនឹង5ម៉ាយធ្វើឲ្យអាជ្ញាធរបង្កើនកម្រិតប្រកាសអាសន្នខ្ពស់បំផុតហើយក្រុមហ៊ុនអាកាសចរអូស្ត្រាលីមួយបានលុបចោលជើងហោះហើរមួយចំនួនដែលហោះទៅកាន់កោះបាលីកាលពីថ្ងៃសុក្រទី21ខែមីនាឆ្នាំ2025។ ទីភ្នាក់ងារភូកសាស្ត្រជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាការផ្ទុះដ៏ធំកាលពីយប់ថ្ងៃព្រហស្បតិ៍នៃភ្នំភ្លើងនៅក្នុងខេត្ត Nusa Tenggara បន្ទាប់ពីមានការផ្ទុះជាលក្ខណៈតូចៗជាច្រើនចាប់តាំងពីថ្ងៃទី13ខែមីនាឆ្នាំ2025មកអ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបានប្រាប់ Reuters ថាមនុស្សម្នាក់បានរងរបួសអំឡុងពេលជម្លៀសចេញជុំវិញនឹងការផ្ទុះភ្នំភ្លើងនេះក្រុមហ៊ុន Jetstar ដែលជាក្រុមហ៊ុនបិទសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរ Qantas Airways កាលពីព្រឹកថ្ងៃសុក្រទី21ខែមីនាឆ្នាំ2025បានលុបចោលជើងហោះហើររបស់ខ្លួនរវាងប្រទេសអូស្ត្រាលីនិងកោះរមណីយដ្ឋានបាលីរបស់ប្រទេសឥណ្ឌូនេស៊ីដោយសារតែផេះភ្នំភ្លើងអ្នកនាំពាក្យអគ្គយានដ្ឋានកោះបាលីបាននិយាយថាអគ្គយានដ្ឋាននៅតែដំណើរការហើយជើងហោះហើរអន្តរជាតិចំនួន7ត្រូវបានលុបចោលនិងជើងហោះហើរក្នុងស្រុកមួយចំនួនបានពន្យាពេលភ្លាមៗនោះគេមិនទាន់ដឹងថាមានអ្នកស្រុកប៉ុន្មានអ្នកដែលរងផលប៉ះពាល់ដោយការផ្ទុះកាលពីថ្ងៃព្រហស្បតិ៍សូមជម្រាបថាកាលពីខែវិច្ឆិកាឆ្នាំមុនភ្នំភ្លើង Lewotobi Laki-Laki បានផ្ទុះឡើងបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់9នាក់បានបាត់បង់ជីវិតនិងមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសនិងបណ្ដាលឲ្យភូមិដែលនៅក្បែរនោះមានថ្មក្តៅនិងលំហូរកំអែលភ្នំភ្លើងប្រទេសឥណ្ឌូនេស៊ីមានភ្នំភ្លើងសកម្មជិត130ហើយស្ថិតនៅលើខ្សែក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិកដែលជាតំបន់មានសកម្មភាពរញ្ជួយដីខ្ពស់